មានបត់ក្នុងឆ្នាំ2026តែធ្វើមិនក៏ដោយការដែលបានមុនថ្ងៃ21ខែ12 2026ចាអាហ្នឹងបានចំណាតែដល់ពេលកើតក្រោយថ្ងៃទី21ខែ12 2026អាហ្នឹងចូលឆ្នាំ2ឆ្លងចាអញ្ចឹងមកកាលណារៀបចំមានបត់ធ្វើមិនឲ្យកាត់បានមុនមួយថ្ងៃពីរថ្ងៃ3ថ្ងៃក៏អត់បញ្ហាធ្វើបែបបានមុនចាហើយមួយទៀតសម្រាប់បងប្អូនដែលគាត់ចង់មានបត់ហើយនឹងឆ្នាំនេះមានល្អឬមិនល្អទៀតណាចាអញ្ចឹងខ្ញុំឧទាហរណ៍ថាបងប្អូនដែលកាត់ឆ្នាំជូតហាមានបត់ឆ្នាំនេះចាតាមជូតគឺមិនគួរមានបត់ឆ្នាំនេះទេព្រោះអីដោយសារកាលណាអ្នកបើកាត់ដោយសារឆ្នាំនេះគឺឆ្នាំមីឆុងជូតមិនថាស្វាមីក៏ដោយភរិយាក៏ដោយកាលណាឆ្នាំជូតអត់ឲ្យមានបត់ក្នុងឆ្នាំនេះទេប៉ុន្តែបើមានដល់ចៃដន្យក៏មិនរីកមិនឲ្យយកចេញដែរចាប៉ុន្តែបើសិនជាមិនទាន់មានគឺបង្ការកុំឲ្យមានបើសិនជាករណីមានយើងព្យាយាមរកវេលារើសវេលាកើតដើម្បីកែកុំឲ្យឆុងជាមួយឪពុកម្ដាយចាហើយសម្រាប់បងប្អូនដែលមានបត់ក្នុងឆ្នាំ2026ហើយអាចនឹងមានឱកាសធ្វើឲ្យជីវិតការងាររបស់គាត់ធ្វើឲ្យការងាររបស់គាត់រីកចម្រើនខ្លាំងឬក៏មួយនិយាយថាមានកូនមានចាមានកូនធ្វើឲ្យរិស័យឡើងធ្វើឲ្យយើងរកលុយបានច្រើនចាអញ្ចឹងនៅក្នុងឆ្នាំ2026នេះសម្រាប់ស្វាមីក៏ដោយភរិយាក៏ដោយចាអ្នកឆ្នាំចអ្នកឆ្នាំខាលនិងអ្នកឆ្នាំមមេចាចខាលមមេជាពិសេសគឺអ្នកឆ្នាំចនិងឆ្នាំមមេសំទោសឆ្នាំចនិងឆ្នាំខាលរងក្រោយគេគឺមមេចាមិនថាស្វាមីឆ្នាំចក៏ដោយឬក៏ភរិយាចឬមកស្វាមីខាលឬក៏ភរិយាខាលកាលណាមានកូននៅក្នុងឆ្នាំ2026នេះក៏ជាឆ្នាំដែលកូនឲ្យលៀបចាតែឆ្នាំកូនឲ្យលៀបនេះគឺធ្វើឲ្យយើងរកស៊ីអីក៏ហេងដែរយើងចង់បើកលក់ដូរក៏លក់ដាច់ច្រើនយើងចង់បើកមុខចំនួនថ្មីក៏យើងមានច្រើនចាក៏យើងហេងច្រើនគ្រូចឹងបានថាបងប្អូនដែលកំពុងតែចាប់ផ្ដើមមានផ្ទៃពោះឥឡូវនេះបានន័យថាគាត់កើតសប្បាយចិត្តហើយចាបើសិនជាគាត់កើតឆ្នាំចឧទាហរណ៍ចឬខាលកាលណាមានកូនឆ្នាំ2026នេះចាប់មានពីឥឡូវនេះគឺនឹងកើតនៅក្នុងឆ្នាំដែលត្រូវឆ្នាំមីហើយចាឆ្នាំមីហើយធ្វើម៉េចក៏ដោយកុំឲ្យហួសថ្ងៃទី21ខែ12ឆ្នាំ2026អាហ្នឹងបានចោលពេញតែបើហួសអត់តន់ចូលឆ្នាំចិនទេប៉ុន្តែហេតុអីបើអត់មានអត់ហេងអាហ្នឹងគឺហួសហើយចាផ្សេងទៀតតែបើសិនជាករណីមានដោយអចេតនាអ្នកដែលកាត់ឆ្នាំជូតវិញអាហ្នឹងធម្មតាបើសិនជាការរំលូតកូនគឺបាបខ្លាំងចាធ្វើទេមិនគួរធ្វើទេគេហៅការសម្លាប់មនុស្សចាហ្នឹងគឺធ្វើឲ្យយើងបាបអញ្ចឹងបើសិនជាមានហើយគឺយើងព្យាយាមធ្វើម៉េចរើសថ្ងៃកើតដើម្បីយោងឪពុកម្ដាយកុំឲ្យទៅឆុងឆ្នាំឆុងចោះប៉ុន្តែធ្វើម៉េចកុំឲ្យថ្ងៃកើតនឹងឆុងហ្នឹងគឺបានយោងគ្នាប៉ុន្តែអ្វីដែលហាមគឺថ្ងៃកើតឆុងកាលណាឆ្នាំឆុងហើយថ្ងៃឆុងទៀតវាអាចនឹងកូននឹងកើតមកគឺអាចនឹងធ្វើឲ្យឪពុកម្ដាយមានគ្រោះថ្នាក់ឬក៏បង្ខាតចាហ្នឹងគឺដែលតែគេហាមអ្នកដែលកើតឆ្នាំឆុងកុំឲ្យមានកូនគឺគេខ្លាចកើតចំថ្ងៃដែលឆុងបើត្រួតទៀតហ្នឹងគឺអាចនឹងធ្វើឲ្យម្ដាយមានគ្រោះថ្នាក់ឬក៏ឪពុកមានគ្រោះថ្នាក់ចានេះជាមូលហេតុដែលគេហាមអ្នកដែលឆុងឆ្នាំកុំឲ្យមានកូនហ្នឹងគ្រូចឹងបានន័យថាបងប្អូនយើងដែលគាត់មានថាបងប្អូនយុវវ័យទៅរៀបការថ្មីថ្មោងតែឧទាហរណ៍ថាកូនកន្លះកូនកំមុំដល់ទៅរៀបការបានមួយខែពីរខែមួយទឹកពីរទឹកហ្នឹងដែលគាត់ដឹងខ្លួនថាគាត់ចាំជូតហើយបើអាចរងចាំសិនណាគ្រូណាបានន័យថាចាអាចចាំសិនទៅចាកុំឲ្យកាត់នៅក្នុងឆ្នាំហ្នឹងចាតែបើថាគ្នាមានផ្ទៃពោះហើយថែរក្សាទៅសុខភាពល្អប៉ុន្តែយើងអាចជួយគាត់តាមរយៈការរើសវេលាចារើសវេលាល្អកើតដើម្បីកុំឲ្យចំថ្ងៃដែលទៅឆុងឆ្នាំថែមទៀតចាកាលណាឆុងឆ្នាំឆុងឪពុកម្ដាយហើយថ្ងៃឆុងឪពុកម្ដាយទៀតវាទៅកូនកម្លាំងខ្លាំងជាងវាទៅធ្វើឲ្យគ្រួសារហ្នឹងធ្លាក់ហ្មងចាប៉ះពាល់ខ្លាំងធ្លាក់បងខាត់លុយមកជុំងុំអាចនឹងប៉ះពាល់ដល់ជីវិតរបស់ប៉ាម៉ាក់អាហ្នឹងឯងដែលគេហាមនៅក្នុងការដែលកូនគាត់មានឆ្នាំឆុងហើយមានកូនហ្នឹងគឺខ្លាចអញ្ចឹងហើយពីឆ្នាំជូតអាចមានឆ្នាំអីទៀតដែលជាឧបសគ្គជូតគឺបញ្ហាជាងគេក្រៅពីហ្នឹងអត់បញ្ហាទេចាគឺហាមជាងគេគឺជូតហ្នឹងតែឆ្នាំផ្សេងដូចឆ្នាំឆ្លូវឬឆ្នាំខុសឆ្នាំមីឆ្នាំអីមិនជាបញ្ហាឆ្នាំទាំង3មិញក៏ល្អខ្លាំងដែរប៉ុន្តែឆ្នាំគេផ្សេងក៏អូខេដែរចាអត់បញ្ហាខ្ញុំហាមតែជូតទេចាជូតនឹងមួយគឺនាំរឿងជាងគេហ្មងដោយសារនឹងគឺឆុងខ្លាំងតែផ្សេង50មិនជាបញ្ហាតែគ្រូចុះបើនិយាយពីយើងនិយាយពីកូនចុះចៅប៉ះពាល់ដូចគ្នាអត់អីទេចាអត់អីទេព្រោះធម្មតាអ្នកដែលបង្កើតចាខ្សែស្រឡាយអ្នកដែលបង្កើតប៉ានិងម៉ាក់ដែរប៉ាអញ្ចឹងកាលណារើសវេលាធ្វើមិនក៏ដោយកុំឲ្យប៉ះពាល់ជាមួយនឹងប៉ាម៉ាក់បើកូនកើតមកចំថ្ងៃដែលឆុងប៉ាម៉ាក់ហើយឆ្នាំឆុងប៉ាម៉ាក់អានឹងភាគច្រើនអ្នកខ្លះម្ដាយកើតបានកូនតែម្ដាយទៅបាត់ឬមួយក៏កំពុងតែប្រសូតគាត់កាត់ចំនឹងឪពុកទៅបាត់គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវអីក៏មានដែរអានឹងរឿងរ៉ាវដែលកើតឡើងគឺភាគច្រើនគឺបាត់ហ្នឹងអញ្ចឹងគឺយើងព្យាយាមថាបើសិនជាឆុងព្យាយាមកុំឲ្យមានពោះបើសិនជារិស័យយើងមិនល្អយើងនឹងកាត់ចំថ្ងៃដែលឆុងម្ដងទៀតឆុងទៅឆ្នាំមួយយ៉ាងមិនជាធន់ទេតែបើឆ្នាំហើយឆុងខែឆុងថ្ងៃឆុងទៀតអានឹងគឺយ៉ាប់បងតែបាត់ពិសោធន៍អ្នកគ្រូឧស្សាហ៍ជួបករណីហ្នឹងទេឧស្សាហ៍ជួបហើយមានរឿងមែនចាគាត់តែអ្នកគ្រូចាដល់ពេលអញ្ចឹងថាមូលហេតុអីមានកូននេះបាត់បង់ប្តីមួយកូននេះបាត់បង់ប្រពន្ធមូលហេតុអីយើងឆែកមើលទៅបញ្ហាអញ្ចឹងគាត់ការលេងដាក់គ្នាខ្លះអាចមកពីអញ្ចឹងដែរមានដូចគ្នាកូនមកកូននាំលៀបកូននឹងកតញ្ញូជាមួយឪពុកម្ដាយហើយអ្នកខ្លះគាត់កាត់កូននឹងមកខ្លាចជាសទ្ធិហ្មងបានន័យថាការងាររបស់គាត់ហ្នឹងធ្វើតែធ្វើបាន10ទេតែដល់ពេលមានកូននាំលៀបកូននឹងកតញ្ញូជាមួយឪពុកម្ដាយហើយអ្នកខ្លះគាត់កាត់កូននឹងមកខ្លាចជាសទ្ធិហ្មងបានន័យថាការងាររបស់គាត់ហ្នឹងធ្វើតែធ្វើបាន10ទេតែដល់ពេលមានកណ្ដាលកូនហ្នឹងគឺធ្វើបាន100 200អញ្ចឹងណាចាហ្នឹងគឺគេថាកូននាំលៀបករណីបើសិនជាគាត់កើតមកហើយ
គាត់បានស្គាល់អ្នកគ្រូហើយបានមកឆែកទៅឃើញថាមានឆុងជាមួយនឹងកូនរបស់គាត់តើមានវិធីអាចកែបានទេណាគ្រូ មាន មានដែរណាគ្រូ មានប៉ុន្តែគាត់ថាมันដូចតែយើងស្ដាប់ថ្មីឯងអានេះថាมันដូចតែយើងរៀបចំពីធម្មតាព្រោះធម្មតាកាលណាកើតហើយពេលឆុងគ្នាគាត់ការរស់នៅជាមួយគ្នាក្នុងគ្រួសារគាត់បានដឹងឯង បាទ តែគាត់និយាយចោះសម្រាប់គ្នាមួយកូនអត់កូនស្ដាប់គាត់អត់ចាមានបញ្ហាគ្នាអត់ព្រោះធម្មតាតែកូនឆុងជាមួយឪពុកឬឆុងមួយម្ដាយគឺមានអារម្មណ៍ថាក៏ឪពុកម្ដាយនិយាយអីក៏អត់ស្ដាប់ដែរចាទៅគ្នារហូតនឹងគឺបែបហ្នឹងអញ្ចឹងគេទាមទារឲ្យទាំងម៉េចកូនរិស័យរបស់គាត់ទៅហាក់ជាមួយម្ដាយឬហាក់ជាមួយឪពុកដើម្បីឲ្យគាត់មានភាពកតញ្ញូមានការស្រឡាញ់ឪពុកម្ដាយ ដឹងគុណ ដឹងគុណកតញ្ញូកូនខ្លះកើតមកអត់ទេចង់បានតែទ្រព្យឪពុកម្ដាយទេ កូនមិនមែនដូចគ្នាទាំងអស់ ចាហើយនិយាយទៅកូនខ្លះអាចដល់ធ្ងន់ដល់ផ្នែកលក្ខណៈចង់បានទ្រព្យឪពុកម្ដាយរហូតដល់មានកំណត់មិនល្អទៀត យើងឃើញសង្គមយើងដឹងផ្ដាល់គ្នាហ៎ ចាហ្នឹងគឺអញ្ចឹងហើយជើងលេខហ្នឹងមកគេហៅថាកូនហ្នឹងឆុងជាមួយឪពុកម្ដាយហើយអកតញ្ញូឪពុកម្ដាយទៀតអញ្ចឹងគេថាមានកូនទ្រព្យជាទ្រព្យដុំពេជ្ររបស់យើងឪពុកម្ដាយមានកូនគឺដុំពេជ្ររបស់យើងតើដុំពេជ្រហ្នឹងវាជាដុំពេជ្រឬវាជាដុំថ្មឬក៏វាជាដុំថ្មដែលលាកចាអញ្ចឹងក្នុងហ្នឹងបានន័យថាបើមានកូនរើសធ្វើម៉េចឆ្នាំឲ្យត្រូវសិនទោះបីកាលណាឆ្នាំត្រូវថ្ងៃអត់ត្រូវក៏យ៉ាងហោចណាស់ក៏យោងគ្នានៅក្នុងឆ្នាំដែរប៉ុន្តែបើឆ្នាំឆុងហើយថ្ងៃឆុងទៀតខែឆុងទៀតអានេះគ្រោះថ្នាក់ហើយចានេះជាចំណុចមួយដែលយើងអ្នកដែលមានកូនត្រូវតែប្រយ័ត្នកន្លែងហ្នឹង អ្នកគ្រូរបៀបនៃការរើសវេលាដើម្បីយកកូនឲ្យត្រូវរៀបចំក្បួនជីវិតបែបអញ្ចឹងមានយូរឆ្នាំ មានយូរហើយប៉ុន្តែភាគច្រើនគឺកាត់ឡើងសម្រាប់តែអភិជនសម្រាប់អ្នកមានសិទ្ធិចា តាមកំណត់មកពីប្រទេស ដើមកំណើតអ្នកមិនមែនតែដាក់ចាអ្នកដែលរកវិជានឹងឃើញគឺចិនទេ ចិន ចាប៉ុន្តែអ្នកដែលគោរពខ្លាំងឥឡូវលេងខ្វល់ថាចិនឬមិនចិនអឺរ៉ុបក៏ ជឿដែរ ជឿដែរព្រោះដោយសារពិសោធន៍ទៅឃើញអញ្ចឹងដល់ពេលការពិសោធន៍ឃើញអញ្ចឹងគឺធ្វើឲ្យខាងបរទេសក៏គាត់ជឿតាមហ្នឹងទៅហើយបើមែនតើគេឲ្យតម្លៃនៅលើវេលាកើតរបស់កូនហ្នឹងសិង្ហបុរីអីគឺឲ្យតម្លៃខ្លាំងព្រោះដោយសារគាត់ត្រូវការបង្កើតធនធានមនុស្សអញ្ចឹងកាលណាក្មេងដែលយើងកើតកំណត់ឲ្យជួយឪពុកម្ដាយហ្នឹងគឺទី1សុខភាពល្អឆ្លាតវៃជាក្មេងល្អក្មេងឆ្លាតកតញ្ញូមានដំណើរជីវិតល្អជាធនធានរបស់មនុស្សដល់សង្គមល្អហ្នឹងហើយបើសិនជានៅសិង្ហបុរីគេហៅ big project គេជា project ធំជាងគេខ្លាំងជាង project ហុងស៊ុយខ្លាំងជាង project នងកៅកំណើតទៀតព្រោះជាការផលិតមនុស្សម្នាក់ដែលជាស្តង់ដារចាជាស្តង់ដារជាឬមួយក៏ជាដុំពេជ្ររបស់កំណត់គោលចាកំណត់វាសនាបានប៉ុន្តែចំណុចហានិភ័យគឺអីបើសិនជាគ្រូអត់ជំនាញអានឹងហានិភ័យវិញចាពួកអីចិត្តរើសអត់ដឹងថាមានមូលហេតុច្បាស់លាស់អត់ច្បាស់ពីចំណុចហ្នឹងកាលណារើសវេលាខុសអានឹងគ្រោះថ្នាក់ដោយករណីខ្លះរើសវេលាទាំងដែលក្មេងមិនទាន់ហៅសួតទុំមិនទាន់គ្រប់ខែចាមានវេលាល្អតែសួតអត់ទុំធម្មជាតិយើងអត់បានអញ្ចឹងគឺគ្រោះថ្នាក់ ថ្ងៃហ្នឹងដែលគេរិះគន់គ្រូហុងស៊ុយកន្លងមកដែល ហ្នឹងគេហៅថា Chester ចា Chester វានាំទុកឲ្យគេហើយកន្លែង តែគាត់រិះគន់ជារួមគាត់អត់បានដឹងថាគ្រូហុងស៊ុយក៏មានគេអ្នកមានជំនាញប្រកបនិងអ្នកអត់សូវចេះដឹងដែរ ធម្មតានៅពេលដែលគ្រូហ្វុងស៊ុយប្រឈមខ្លាំងណាស់ឬរើសវេលាចារើសវេលាពួកការកំណត់វាសនារបស់មនុស្ស មួយជីវិត ចាសម្រាប់ខ្ញុំបើសិនជាខ្ញុំទទួលតោះតែចុះកិច្ចសន្យាជាមួយមេតាវីខ្ញុំមិនទទួលទូទៅទេ បាទ ជាមួយអីចាព្រោះទី1ឧទាហរណ៍ថាខ្ញុំឲ្យវេលាទៅប៉ុន្តែគាត់ទៅវះចំថ្ងៃមិនល្អមិនមែនវេលាដែលខ្ញុំឲ្យដល់ពេលកាលណាមិនមែនវេលាដែលឲ្យវាអាចនឹងមានរឿងផ្សេងហើយអញ្ចឹងវាប៉ះពាល់ credit យើងអញ្ចឹងខ្ញុំអត់គិតរឿងលុយជាធំម៉េចកុំប៉ះពាល់ credit យើងចាព្រោះយើងប្រាប់ទៅបែបនេះគាត់ទៅធ្វើបែបនោះដូចថាយើងប្រាប់ថាឲ្យលេខឆ្នាំនេះគាត់ទៅលេខឆ្នាំនោះមិនប្រកាសអញ្ចឹងរើសវេលានេះដូចគ្នាកាលណាយើងរើសវេលាយើងដឹងថាក្មេងៗហ្នឹងដល់ឆ្លាតដែរកាត់មកឆ្លាតពីអនាគតល្អ ចាជួយ កាត់យូរតែដល់ពេលគាត់កាត់ខុសម៉ោងពឹបឬក៏ខុសថ្ងៃពឹបស្មើនឹងអត់ប៉ុន្តែគាត់បានមកប្រើសេវីហើយប៉ុន្តែគាត់កាត់ខុសថ្ងៃខុសវេលាអញ្ចឹងស្មើនឹងអត់ដូចគ្នាអញ្ចឹងបើកូនគាត់កាត់មកមានបញ្ហាគេបន្ទោសយើងណាអញ្ចឹងរឿងវេលាវះកូនតកងត្រាជាមួយមេតាវី ចា គឺការពីទី1ពេលកាត់តែមានគ្រូទៅមើលហ្មងថាពិតជាកាត់ក្នុងម៉ោងនឹងមែន វាសាក់សី ទៅត្រួតពិនិត្យមើលហ្មងថាអីកាត់ចាកាត់ចំអីហ្នឹងតែកាត់គាត់កាត់មុនម៉ោងហ្នឹងអាមុនម៉ោងហ្នឹងគឺចាញ់ផ្សេងការគណនាគេហៅ password ជីវិតគឺចាញ់ផ្សេងខ្ញុំឧទាហរណ៍ថាកាត់ម៉ោងឈើនិងកាត់ម៉ោងទឹកអនាគតខុសគ្នាកាត់ម៉ោងឈើអនាគតផ្សេងកាត់ម៉ោងទឹកអនាគតផ្សេងកាត់ម៉ោងភ្លើងអនាគតផ្សេងហើយកាត់ម៉ោងដីអនាគតផ្សេងកាត់ម៉ោងមាសអនាគតផ្សេងអញ្ចឹងម៉ោងខ្លះកាត់មកធ្វើឲ្យយើងខ្សោយជើងធ្វើឲ្យយើងខ្វះបរិវារម៉ោងខ្លះធ្វើឲ្យយើងមានកូនមកធ្វើឲ្យយើងអត់កូន ចា ធ្វើឲ្យយើងបាក់ជើងឬធ្វើឲ្យយើងដាច់ជើងអវយវៈយើងម៉ោងខ្លះកាត់មកពុកធ្វើឲ្យពិការ ទំនួលខុសត្រូវខ្ពស់ ចាអញ្ចឹងចំណុចហ្នឹងហើយបានខ្ញុំថាបើរើសវេលាវះកូនអងត្រាពេទ្យតែច្បាស់ថាម៉ោងហ្នឹងបើកាត់ខុសម៉ោងហ្នឹងគឺយើងអត់ទទួលខុសត្រូវទេហើយទៅមានអ្នកដែលចាំមើលហ្មងថាពិតជាកាត់នឹងម៉ោងហ្នឹងទៀតអត់ បាទ អត់អាចថាអេគាត់ទៅរើសឲ្យឲ្យអត់បានទេជីវិតរបស់គេអនាគតរបស់គេគឺនៅលើកណ្ដាប់ដៃយើងអត់អាចបថុយអត់អាចប្រហែសបានទេចាអញ្ចឹងចំណុចនេះហើយដែលខ្ញុំថាសិង្ហបុរីវាជា big project គេ ចា យើងធ្វើដួងកែវកំណើតយើងគិតថាអាហ្នឹងគឺជួយឲ្យយើងរីកចម្រើនខ្លាំងតែនេះគឺការផលិតមនុស្សគឺផលិតស្ថិ បាទ ផលិតក្មេងចាក់ឆារយៈផលិតក្មេងដែលឆ្លាតអញ្ចឹងយើងគិតថានៅពេលដែលយើងរើសវេលាត្រូវក្មេងជួនកាលអាយុ3ឆ្នាំតែខួរក្បាលរបស់គាត់ចេះគិតដល់6ឆ្នាំទៅ7ឆ្នាំស្មើនឹងក្មេងអាយុ6ឆ្នាំទៅ7ឆ្នាំចាគាត់អាយុ5ឆ្នាំស្មើនឹងក្មេងដែលអាយុ8ឆ្នាំទៅ10ឆ្នាំការគិតរបស់គាត់យល់ដឹងគាត់អត់ចេះរឹងរូបគាត់ចេះសាប់គាត់ហ្នឹងគឺក្មេងដែលយើងរើសវេលាតែការរើសវេលានេះវាពាក់ព័ន្ធនឹងបុណ្យវាសនារបស់ឪពុកម្ដាយដែរតើវាសនារបស់គាត់ហ្នឹងអាចបានកូនល្អអត់ឪ
ឪពុកម្ដាយធ្វើបាបច្រើនពេកសាងបាបច្រើនពេករើសវេលាមកកូនណារើសវេលាបានហើយតែកើតមុនវេលាហ្នឹង បាទ ត្រូវតែមានអីមួយ ចា អដំណើរក្នុងការកើត មួយទៀតរើសវេលាបានហើយប៉ុន្តែដល់ម៉ោងហ្នឹងណាពេទ្យមានបញ្ហាអត់ឲ្យវះចំវេលាហ្នឹងទៀត មានករណីចឹង មាន ដោយសារឪពុកម្ដាយ បន់មិនដល់ទី1ឪពុកម្ដាយបន់មិនដល់ទី2អាចមកពីករណីកូនមិនឲ្យកាយវាសនា គេចង់មកពេលហ្នឹងថ្ងៃហ្នឹង ចាកូនកាលណាកូនអត់មានវាសនាក្នុងការកាយទេគឺមកមុនហើយគេច្រើនមកមុនជាងការយើងគិតថាពេទ្យគេឲ្យពេលវេលាមួយអាទិត្យមុនមួយអាទិត្យគឺក្រោយមួយអាទិត្យ បាទ តែគាត់មកមុនពីរអាទិត្យក៏មាន ចា អាហ្នឹងគឺយ៉ាប់ហើយ បាទ អញ្ចឹងកាលណាគាត់កើតមុនពីរអាទិត្យវេលាដល់អត់មានទេព្រោះមុនមួយអាទិត្យក្រោយមួយអាទិត្យគឺត្រូវតែរើសឲ្យបានហើយខ្លះក្រោយមួយអាទិត្យនេះប្រឈមខ្លាំងគឺគាត់មកមុនអញ្ចឹងមិនថាអ្នកដែលរើសវេលាយកកូនឲ្យក្មេងឆ្លាតមិនមានសុខភាពល្អគឺទី1ឪពុកម្ដាយទៅធ្វើបុណ្យឲ្យច្រើនធ្វើបុណ្យអាហោសិកម្មឲ្យពួកម្ចាស់កម្មពីហ្នឹងរបស់កូនម្ចាស់កម្មពីរបស់ខ្លួនឯងអាហោសិកម្មទៅដើម្បីកូនកើតមកចំថ្ងៃល្អមកល្អអញ្ចឹងមិនថាអ្នកដែលរើសវេលាយកកូនឲ្យក្មេងឆ្លាតមិនមានសុខភាពល្អគឺទី1ឪពុកម្ដាយទៅធ្វើបុណ្យឲ្យច្រើនធ្វើបុណ្យអាហោសិកម្មឲ្យពួកម្ចាស់កម្មពីហ្នឹងរបស់កូនម្ចាស់កម្មពីរបស់ខ្លួនឯងអាហោសិកម្មទៅដើម្បីកូនកើតមកចំថ្ងៃល្អមកល្អហ្នឹងអញ្ចឹងនៅពេលដែលក្មេងកើតចំថ្ងៃល្អមកល្អទី1គឺសុខភាពល្អចាសុខភាពល្អកតញ្ញូឆ្លាតមានអនាគតដែលល្អនឹងជាទ្រព្យដំពេចរបស់តកូលវងតកូលហើយប៉ុន្តែសំខាន់គ្រូគឺហានិភ័យខ្លាំងគឺនៅពេលដែលកើតខុសមកហើយកើតខុសមកជួនកាលតែ5នាទីខុសក៏ខុសដែរ មួយនាទីក៏ខុសក៏ដែរ ចា បាទ 1នាទី2នាទីក៏ខុសដែរតែមិនមែនបានន័យថាវា strict ដល់ថ្នាក់ហ្នឹងទេគឺអ្វីដែលខ្ញុំនិយាយគឺក្នុងកំឡុងពេលដែលចែកយាមអញ្ចឹងខ្ញុំឧទាហរណ៍ថានៅក្នុងម៉ោង11ទៅម៉ោង1ហើយនៅពីម៉ោង9ដល់ម៉ោង11ឃើញខុសគ្នា បាទ 9ទៅម៉ោង11គឺម៉ោងកុល ចា ឬក៏ម៉ោងបសាញ់អង្គព្រឹកគឺម៉ោងបសាញ់ បាទ តែនៅពេលពីម៉ោង11ទៅដល់ម៉ោង1 បាទ គឺម៉ោង7អញ្ចឹងអានេះអា8:59នេះតែនាឡិកាហ្នឹងវាត្រង់ណាស់ហ្នឹងអត់ បាទបាទ ហ្នឹងអញ្ចឹងហើយតើថ្ងៃហ្នឹងនេះហេតុអីវើវាកំណត់ថា0ដែលយើងកើតវាចែកនៅក្នុងម៉ោងណាកើតនៅក្នុងម៉ោង11គត់ចែកឬម៉ោង11 10នាទីឬមួយក៏ម៉ោង8:59ឬ8:58អញ្ចឹងវេលាភាគច្រើនគេមិនដាក់ឲ្យយកគៀកហ្នឹងទេគេឲ្យលើស1ម៉ោង បាទ អញ្ចឹងលើស1ម៉ោងខ្ញុំឧទាហរណ៍ថាពីម៉ោង9ទៅម៉ោង11អញ្ចឹងកុំកើតអាចចន្លោះ9 10នាទី5 10នាទីក៏អត់ទេព្រោះ time zone របស់កន្លែងមួយៗខុសគ្នា យើងរើសមកតែ safe ម៉ោងស្រាគឺបូក1ម៉ោងមកហើយចា បាទបាទ ចាទៅបាច់ឲ្យកូននឹងដកដង្ហើមមកបូក1ម៉ោងមកហើយអាហ្នឹងយើងសុវត្ថិភាព ចុះអ្នកអូនចឹងនៅប្រទេសជឿនលឿនដូចជាសិង្ហបុរីចឹងសេវាកម្មក្នុងការរងថ្ងៃកូនកើតហ្នឹងមាន ថ្លៃខ្លាំង ហើយមានច្រើនអ្នកគ្រូ មានច្រើនថ្លៃខ្លាំងចា ខ្មែរយើងឥឡូវក៏ចាប់ដើមបងប្អូនគាត់ទទួលថាបច្ចុប្បន្ន សំខាន់គឺតគ្នា បានផលមួយហើយ បានផលមួយតគ្នាចាតគ្នាពីខ្ញុំអត់សូវប្រម៉ូទរឿងហ្នឹងឯងព្រោះទី1កាលណាអាហ្នឹងវា popular ពេកវាមានអ្នក fake ច្រើន ចឹងគ្រោះថ្នាក់វិញ គ្រោះថ្នាក់វិញអញ្ចឹងគេថារើសវេលាខ្ញុំជួបច្រើនណារើសវេលាឲ្យទៅមើលមកគឺអាយុខ្លីហ្នឹងគឺមកពីអីទី1ការដែលចេះក្បួននឹងអត់ទាន់ច្បាស់គាត់ទៅហ៊ាននៅក្នុងការរើសវេលាវះកូនអាហ្នឹងហើយដែលធ្វើឲ្យមានបញ្ហាហើយមានបញ្ហានឹងមួយគឺវារៀបដើរទាំងអស់ដល់អ្នកពិតប្រាកដគេវាយប្រហារ គេវាយប្រហារ នឹងអញ្ចឹង ចុះបានថាអ្នកមិនចេះប្រកាសអត់គួរ មិនគួរទេបាបធ្ងន់បាបធ្ងន់ហើយសម្បីតែមកខ្ញុំទទួលក៏វាហានិភ័យសម្រាប់ខ្ញុំដូចគ្នា គួរខ្លួនឯងក៏ត្រូវ ចាយើងទៅធ្វើបន់ច្រើនព្រោះហ្នឹងវាជាការកាយវាសនាការផលិតមនុស្សកាយវាសនា ប៉ុន្តែដូចអ្នកគ្រូថាអញ្ចឹងតកូលអភិជនគេអ្នកមានលទ្ធភាពគេប្រកាសជាចង់ឲ្យភាសាគេកាន់តែចម្រើនទៀតដែរ ខ្លះហ៊ានដល់ចំណាយតង់ថាទិញម៉ោងពេទ្យជាកញ្ចប់ហ្មងទិញនៅសិង្ហបុរីម៉ោងហ្នឹងឲ្យតកើតម៉ោងហ្នឹងមានអាំងប៉ាវថែមមក stand by ចាំ stand by ចាំ បាទ សុំចិត្តចាយលុយតែឲ្យច្បាស់ confirm ថាពិតជាម៉ោងហ្នឹងហើយយើងមើលថាក្មេងកើតមកឆ្លាតខុសប្រក្រតីពីឬទូទៅហ្មងចេះខ្លាំងអាហ្នឹងចំណុចហ្នឹងហើយមិនបាននិយាយថាមិនមែនជាជំនឿទេនេះយើងតែច្រើនហើយ បាត់ ចាអភិសោតច្រើនយើងបាត់ពិសោតច្រើនហើយម្យ៉ាងនៅប្រទេសជឿនលឿនអានេះវាជា big project ទេជា project ធំ ចាគេអនុញ្ញាតឲ្យមាន ចា គេប្រយ័ត្ន គេប្រយ័ត្នប៉ុន្តែសម្រាប់អ្នកដែលរើសវេលាបែបហ្នឹងគេអត់រើសគ្រូធម្មតាទេមកជីវិតកូនគេអត់យកលេងសើចទេ ចាបើភាសាសាមញ្ញក៏ថាស្ដេចគ្រូចិនសែគឺគេអនុញ្ញាតឲ្យមើលទៅលាឲ្យ ពីច្រើននៅសិង្ហបុរីគ្រូហ្នឹងក៏ជំនាញខ្លាំងបានគេយក បាទ ចាតែគេ booking មុនរាប់ខែក៏បានដែរ ចាចុះអ្នកគ្រូឆ្ងល់ចូលវិញនេះយើងនិយាយពីការរើសវេលាសម្រាប់កូនយើងឲ្យមានអនាគតមានជីវិតល្អចុះចៃដន្យណានៅពេលដែលយើងកើតកូនបានកូនមកចម្រើនល្អកតញ្ញូហើយកូនអ្នកគ្រាប់ភាគច្រើនមិនភាគច្រើនខ្លះចាស់ឪពុកម្ដាយក៏ទេមិនមានជីវភាពអីទេតែបើជាគាត់ធំឡើងខ្លាចជាមហាសេដ្ឋី ចា ក៏មានដែរដោយសារអី កើតនឹងវេលាល្អ ដោយសារបុណ្យគាត់ពិចិត្រមុនមក ចាក៏ធម្មតាក្មេងនឹងមានបុណ្យវាសនាគឺកើតមិនរើសវេលាវះកូនកើតមកចំថ្ងៃល្អម៉ោងល្អរបស់គាត់នឹងមកគឺធ្វើឲ្យដំណើរជីវិតរបស់គាត់ល្អអញ្ចឹងគាត់ខ្លាចជាសេដ្ឋី ចា កើតក្នុងតកូលអ្នកក្រប៉ុន្តែធំឡើងខ្លាចជាមហាសេដ្ឋី មាន អាហ្នឹងគឺមកពីគាត់កើតនៅក្នុងថ្ងៃល្អវេលាល្អម៉ោងល្អហ្នឹងគឺធ្វើឲ្យ password ជីវិតរបស់គាត់ហ្នឹងដំណើរជីវិតរបស់គាត់ហ្នឹងឡើងចា គូមើលអ្នកប្រាជ្ញពិភពលោកគេច្រើនកូនអ្នកគ្រាប់ ចា បាទ ហ្នឹងចឹង ពីអឺរ៉ុបណា ហើយបើសិនជាកូនអ្នកមានខ្លះហេតុអីកើតមកគាត់ឈឺ ចា កើតមកតបានប្រហែលផងហារីកណាកើតមកតបានប្រហែលផងអាយុខ្លីអញ្ចឹងវាអត់សំខាន់មានឬក្រឯងសំខាន់ថ្ងៃដែលគាត់កើតកំណត់ថាគាត់អាយុវែងអាយុខ្លីមានសុខភាពល្អឬអត់កតញ្ញូឬអត់ស្ដាប់បង្គាប់ពុកម្ដាយអត់អញ្ចឹងក៏យើងមើលថ្ងៃខែដែលយើងគាត់កើតយើងដឹងថាគាត់ពឹងកូនណាបានកូនទី1កតញ្ញូគាត់អត់កូនទី2កតញ្ញូគាត់អត់មិនកតញ្ញូគាត់នឹងក្រំទ្រូដោយសារកូនដែរអាហ្នឹងអញ្ចឹងហើយមានកូនកតញ្ញូសប្បាយចិត្តដែរតែកូនមិនកតញ្ញូគឺយើងវេទនាពុកម្ដាយគឺវេទនាដោយសារកូនទិញឡានឲ្យលក់ឡានទិញម៉ូតូឲ្យលក់ម៉ូតូខ្ញុំមានសេរីជំនាន់កូនអ្នកមាន
តែ ទិញម៉ូតូឲ្យម៉ូតូហោះលើចំឈើចឹងតែជួបនឹងបាយគ្នាចំនួន តែក៏មានកូនអ្នកមានខ្លះគេកើតមកកាន់តែមានទៀត កាន់តែមានអានេះដោយសារអីដោយសារគាត់ល្អគាត់ដើរតាមគន្លងឪពុកម្ដាយគូឲ្យហើយគាត់ឆ្លាតដំណើរជីវិតគាត់ល្អគាត់កាន់តែមានហ្នឹងចឹងតែអ្នកខ្លះអ្នកមានមែនតែចង់វះវេលារកគាត់វះពេលវេលារកអស់ហើយខ្ញុំនិយាយចឹងមុនតែមួយទឹកទេសួតទុំចាសួតទុំបានយើងរើសបានអញ្ចឹងមុនគ្រប់ខែពេលក្រោយមុនមួយទឹកក្រោយមួយទឹកអញ្ចឹងកូនខ្លះគាត់មក3អាទិត្យមុនតែមក3អាទិត្យមុនសួតអត់ពេញលេងទេ ចាចា តែបើឈឺបងហ្នឹងកូនអ្នកមានទៀត ចា អញ្ចឹងមិនថាវាសនានៃការរើសវេលានេះអាស្រ័យលើម្ដាយធ្វើបន់ច្រើនអាស្រ័យលើវាសនាកូនមានវាសនាដែលឲ្យកែអត់ ចា ហ្នឹងហើយហ្នឹងសំខាន់ណាស់ អរគុណអ្នកគ្រូអ្នកគ្រូសួរសុំសួរសំណួរបាទខែផ្លូវការណា ចា អ្នកគ្រូដែលលួចសួរប៉ាម៉ាក់អ្នកគ្រូថាពេលម៉ាក់អ្នកគ្រូទងន់គាត់មានឲ្យប្រផ្នូលអីជាមុនថានឹងបានកូនស្រីមកជួយប្រទេសជាតិបានច្រើនចឹងឬក៏ខ្លាចជាគ្រូជំនាញហុងស៊ុយបកាយចឹងគាត់ក៏មានយល់សប្តិ ហ្នឹង ហ្នឹង ហើយម៉ាក់ប្រាប់ថាយកសពឃើញខ្ញុំហ្នឹងគេមានទេវតាឲ្យចិញ្ចៀនគាត់ បាន ចាហើយក៏តើចិញ្ចៀនគឺកូនស្រីហើយ ចាជាតំណាងកូនស្រី ឲ្យចិញ្ចៀនគាត់សពឃើញ ពួកខ្មែរយើងភាគច្រើនហ្នឹងឯងយល់សប្តិមុនចឹងដឹងថាកូនភេទអីឬក៏កូននឹងចំណងចំណានឬក៏យ៉ាងម៉េចអូនអ្នកគ្រូសួរដែរចឹងកំណត់របស់អ្នកគ្រូចាអរគុណណាស់អ្នកគ្រូអរគុណសម្រាប់ពេលវេលានេះចាប្រធានបទនេះក៏ប៉ុន្តែយើងធ្លាប់មានពីឆ្នាំមុនមកដែរនៅពេលយើងចាក់ផ្សាយទៅឃើញថាមានការគ្រប់គ្រងតាមដានច្រើនជាពិសេសគ្រូស្វាមីភរិយាដែលគាត់ទៅតែរៀបការគាត់ plan គម្រោងផែនការយកកូនចឹងទៅហើយក៏មានបងប្អូនខ្លះគាត់ធ្វើតាមក្បួនត្រឹមត្រូវជួបជាមួយនឹងអ្នកជំនាញពិតប្រាកដគាត់ទទួលបានសុភមង្គលល្អចាសុខភាពល្អទាំងម៉ាក់ទាំងកូនទាំងប៉ាម៉ាក់ទាំងយាយតាអីគឺទទួលបានផលល្អទាំងអស់ក៏ប៉ុន្តែទន្ទឹមនឹងហ្នឹងចាក៏មានផលវិបាកដែរដែលគួរឲ្យសោកស្ដាយដែលកើតមានលើក្រុមគ្រួសារខ្លះគាត់ថាឬក៏មានការរិះគន់ពីមុនមកថាមិនគួរណាកូនកើតបែរជានាំគ្នាទៅជឿគ្រូហុងស៊ុយទេចាមានការលើកឡើងអញ្ចឹងក៏ប៉ុន្តែឥឡូវបង ខ្ញុំអត់ខ្ញុំសម្រាប់ខ្ញុំអត់បាក់ខ្សែទេចឹងហ្នឹងណាមកពីអីគាត់ប៉ះ ប៉ះអ្នកដែរ ប៉ះអ្នកដែលអត់ច្បាស់ អត់ច្បាស់ អញ្ចឹងតែប៉ះអត់ច្បាស់តែ4 5ដងគឺលេងមានជំនឿហើយ ចាចាចង់ឲ្យអ្នកគ្រូជួយបកស្រាយកន្លែងហ្នឹងដែរ ចាហើយសម្រាប់បើខ្ញុំមុននឹងខ្ញុំនេះក៏ខ្ញុំមើលដែរថាយើងគួរអត់ ចា គួរជ្រើសឲ្យអត់ចាំថាអានេះគឺវាពាក់ព័ន្ធនឹង credit យើងណា ចាខ្ញុំនិយាយតចុះកងការជាមួយទៅខ្ញុំមើលឲ្យហ្នឹងអញ្ចឹង គឺ ចា គឺសំខាន់ណាស់យើង ខាងណាព្រោះយើងអត់អាចយកគេឈ្មោះយើងទៅលេងសើចបែបហ្នឹងបានចា អរគុណអ្នកគ្រូម្ដងទៀតចាអរគុណប្រិយមិត្តទស្សនិកជនទាំងអស់គ្នាសម្រាប់ការតាមដានកម្មវិធីនៅសប្តាហ៍នេះយើងជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងប្រធានបទល្អៗជាច្រើនទៀត